ស្រីម្នាក់នេះគ្រាន់តែភ្លេចពាក្យអោក្រៅហើយដល់ចេញមកលើកម្ដៅកប៉ាល់ទាំងឯកទេតែនាងមិនបានចាប់អារម្មណ៍ទេថាខ្សែភ្នែករបស់បរិសុទ្ធនៅពីក្រោយបានលួចសម្លឹងនាងទៅនោះម្ដាយនាងបាត់ទៅហើយកែវភ្នែកដ៏គួរឲ្យខ្លាចនោះធ្វើឲ្យព្រឺសម្បូរតែម្ដងប៉ុន្តែម្ដាយកូនទាំងពីរនាក់គ្មានអ្នកណាដឹងសោះថាមហន្តរាយកំពុងតែខិតជិតមកដល់នៅពាក់កណ្ដាលអធិរាជនោះអេឡាស្រាប់តែភ្ញាក់ឡើងដោយសារតែសម្លេងចម្លែកមួយអារម្មណ៍មិនស្រួលចិត្តក៏បានលុបលុយបេះដូងនាងភ្លាមនាងបានលុបលួចដើរចេញពីបន្ទប់កប៉ាល់ហើយទិដ្ឋភាពនៃចំពោះមុខបានធ្វើឲ្យនាងរន្ធត់រហូតដល់ទៅចិត្តខ្លួនម្ដាយរបស់នាងកំពុងតែត្រូវបរិសុទ្ធកាន់កំភ្លើងជាច្រើនអ្នកចាប់ខ្លួនយ៉ាងណែនដំបូងឡើយនាងស្មានតែពួកនោះគ្រាន់តែមកផ្លន់ទ្រព្យសម្បត្តិក៏ប្រញាប់ដកខ្លួនចូលបន្ទប់វិញហើយទាញកំភ្លើងខ្លីមួយដែរមកកាន់ប៉ុន្តែពេលនាងលួចអត់ក្បាលមើលម្ដងទៀតក្រុមចៅនោះបានលុតភ្លើងមុនពេលចាស់ចិនត្រឹមមួយប្រព្រឹត្តនេះទូកណ្ដោងទាំងមូលក៏បានខ្លាយទៅជាសមុទ្រភ្លើងសំណាងល្អដល់អេឡាមិនមែនជាក្មេងស្រីដែលចេះតែយំនោះទេនាងបានទាញបំពង់លួចអតិថិមកបាញ់រហូតដល់ភ្លេងរលត់ប៉ុន្តែពេលនាងរត់ទៅក្បែរម្ដាយរបស់នាងឡើងដឹងខ្លួនហើយដោយសារតែការឈឺចាប់ខ្លាំងនាងមិនបានចាប់អារម្មណ៍ព័ត៌មានលម្អិតមួយទេនោះគឺសាកសពរបស់ឪពុកជុំហានបានបាត់ខ្លួនទៅហើយក្រោយយំអស់មួយយប់ទល់ភ្លឺអេឡាបានដើរចេញពីបន្ទប់ទូកំដងទៀតឃើញតែភាពខ្ទេចខ្ទាំនៅចំពោះមុខនាងនឹកស្មានមិនដល់សោះថាដំណើរកំសាន្តគ្រួសារដ៏កក់ក្ដៅលើផ្ទៃសមុទ្រត្រូវប្រែជាការបែកបាក់ជារៀងរហូតបែបនេះប៉ុន្តែក្មេងស្រីម្នាក់នេះមានចិត្តរឹងប៉ឹងនាងបានជួយទឹកភ្នែកហើយបង្ខំចិត្តឲ្យស្វអារម្មណ៍ដើម្បីជួយសង្គ្រោះខ្លួនឯងនាងបានរើឧបករណ៍ទៀតទងដែលឆេះខ្លោតមកសាក់លបងហៅរកជំនួយម្ដងមួយប៉ុន្តែគ្មានមួយណាដំណើរការឡើយក្តីសង្ឃឹមចុងក្រោយក៏ត្រូវរលាយសាបសូន្យនៅពេលដែលនាងស្ទើរតែទ្រាំលែងបានស្រាប់តែមានសម្លេងចម្លែកនៅឡើងពីខាងក្រៅនាងប្រុងប្រយ័ត្នងើបទៅមើលស្រាប់តែប្រទះឃើញទិដ្ឋភាពដែលមិនគួរឲ្យជឿមួយហានដែលនាងគិតថាស្លាប់បាត់ទៅហើយនោះតាមពិតនៅមានជីវិតនៅឡើយទេនាងមិនបានគិតច្រើនឡើយក៏ប្រញាប់ទាញហានដែលរបួសឡើងលើទូកហើយយកបាំងមកក្រុមរបួសឲ្យគាត់បន្ទាប់មកក្រោមការណែនាំរបស់ហានពួកគេទាំងពីរបានរួមដៃគ្នាបើកក្រាំទូកឡើងវិញទូកដែលបើកបាយក៏ចាប់ផ្ដើមធ្វើដំណើរយឺតៗលើផ្ទៃសមុទ្រឆ្លងកាត់រឿងរ៉ាវដ៏ស្មុគស្មាញជាច្រើនអេឡាអក់កម្លាំងខ្លាំងណាស់នាងចង់ចូលទៅសម្រាប់ក្នុងបន្ទប់ស្រាប់តែកន្ទុយភ្នែកក្រឡេកឃើញអាល់ប៊ុមរូបថតមួយនៅកាជ្រុងនាងបានបើកមើលស្រាប់តែ1វិនាទីក្រោយមកឈាមក្នុងខ្លួននាងត្រជាក់ស្រេបមនុស្សដែលអោគួរហានថតរូបជាមួយគ្នានៅក្នុងអាល់ប៊ុមគឺជាចៅម្នាក់ដែលតាមសំណាប់ពួកគេកាលពីយប់មិញការពិតលែងត្រូវការបកស្រាយទៀតហើយហានគឺជាបាក់ភុកតែមួយជាមួយក្រុមចៅនោះសោះអារម្មណ៍គ្រោះថ្នាក់បានលុបលុយភ្លាមអេឡាបានស្ទុះចិនទៅយកខ្សែពួរចង់ដៃហានយ៉ាងណែនថែមទាំងដកកាំបិតរបស់គាត់ចិនមិនទុកឱកាសឲ្យឡើយប៉ុន្តែរឿងចម្លែកក៏បានកើតឡើងម្ដងទៀតពេលនាងញិតក្រោយរៀបចំបើកក្រាំទូកហានដែលត្រូវបានចងដេកនៅទីនោះបាយជាបាត់ខ្លួនគ្មានស្រមោលភាពភ័យខ្លាចបានកើតឡើងម្ដងទៀតនាងទាញកាំបិតដើររកគ្រប់កន្លែងតាមដង្ហើមដកស្រាប់តែឃើញថាហានគ្រាន់តែទៅបន្ទប់ទឹកប៉ុណ្ណោះគាត់បានប្រាប់អេឡាដល់ទឹកមុខតាមទិនថៃខ្សោបជួយសង្កត់នឹងមកដល់ក្នុងពេលឆាប់ៗនេះត្រូវតែប្រញាប់ជួយម៉ាស៊ីនភ្លើងត្រឡប់ទៅចាំវិញបើមិនដូច្នេះទេពួកគេទាំងពីរនឹងខ្លាចជាចំណេញមិនខានអេឡាទ្រាំមិនបានក៏សួរគាត់ថាតើពូស្គាល់ពួកមនុស្សអស់នោះមែនទេហេតុអ្វីក៏ហៅខ្ញុំថាអត់ស្គាល់ហានតបពួកវាជាសត្វដេរឆានលុះត្រាតែឯងស្គាល់ប្រវត្តិពួកវាច្បាស់ជាងអ្នកណាទាំងអស់នៅចំពោះមុខការរស់នឹងស្លាប់នាងមានតែសង្កត់ចិត្តសង្ស័យទុកមួយឡែកពួកគេទាំងពីរខំប្រឹងជួសជុលយ៉ាងខ្លាំងតែនៅតែឥតប្រយោជន៍ម៉ាស៊ីនភ្លើងខូចទាំងស្រុងហើយគ្មានជំរឿអ្វីក្រៅពីបណ្ដាទូកតាមរលកទឹកហើយប្រគល់ជីវិតឲ្យព្រមលិខិតលើផ្ទៃសមុទ្រឡើយតែទេវតាមិនទាន់ដាច់ចិត្តសម្លាប់ទេមិនយូរប៉ុន្មានក៏ដាច់ស្រយាលមួយក៏បានលេចឡើងលើផ្ទៃសមុទ្រអេឡាមានទឹកចិត្តឡើងវិញភ្លាមពេលទូកទៅដល់ទឹកផ្ទះពួកគេទាំងពីរក៏បដូរជាទូកកៅស៊ូដើម្បីឡើងកោះតែដោយសារអេឡាគ្មានបទពិសោធន៍លើទឹកនាងបានធ្វើឲ្យធ្លាក់ច្រវាចូលសមុទ្រជ្រៅដោយសារភាពស្លន់ស្លោនាងខំប្រឹងរហូតធ្លាក់ចូលក្នុងទឹកហៀបនឹងលង់ទឹកស្លាប់ហានមិនបង្អង់យូរបានលោតចូលទឹកសមុទ្រអូអេឡាដែលសន្លប់ឡើងលើច្រាំងហើយធ្វើចលនាបេះដូងសង្គ្រោះភ្លាមក្រោយពីគួរទឹកសមុទ្រចេញមកអេឡាក៏បានดึงខ្លួនឡើងវិញជីវិតនេះគឺហានជាអ្នកជួយសង្គ្រោះការសង្ស័យកន្លងមកក៏រលាយបាត់អស់នាងក៏ចាប់ដើមទុកចិត្តបរិសម្នាក់នេះឡើងវិញពេលដឹងខ្លួនស្រួលបួលពួកគេទាំងពីរបានដើររុករកផ្លូវលើកោះជាមួយគ្នាប៉ុន្តែការពិតបានចេះទៅត្រជាក់ដាក់ម្ដងទៀតនេះជាកោះដាច់ស្រយាលគ្មានមនុស្សរស់នៅគ្មានស្បៀងគ្មានផ្លូវចេញហើយអាចមានគ្រោះថ្នាក់ផ្សេងទៀតបង្កប់នៅពេលដែលស្មារតីចិត្តដួលរលំឱកាសល្អស្រាប់តែកើតឡើងទូកកៅស៊ូដែលបាត់ពីមុនត្រូវបានរលកបោកមកលើឆ្នេរខ្សាច់វិញទទួលបានក្តីសង្ឃឹមឡើងវិញក្នុងកាលៈទេសៈតលច្រកពួកគេប្រញាប់យកអាហារដែលនៅសល់ក្នុងការតាមញ៉ាំត្រពោះសន្សំកម្លាំងដើម្បីគិតគូរផ្លូវរត់គេចពេលយកធ្លាក់ចុះពួកគេបានបង្កាត់ភ្លើងកម្ដៅខ្លួនអេឡាក៏បានសួរសំណួរដែលលាក់ក្នុងចិត្តជាយូរមកហើយថាតើពួកមនុស្សខូខើអស់នោះមានប្រភពមកពីណាលើកនេះហានបានទម្លាក់ការក្លែងបន្លំទាំងអស់ចោលគាត់សារភាពថាដំណើរនាំនាងចេញសមុទ្រលើកនេះគឺមានបំណងយកនាងទៅលក់ឲ្យមេកប៉ាល់កំណាក់ម្នាក់នោះតែនឹកស្មានមិនដល់ថាមេកប៉ាល់នោះក្បត់ហើយចង់សម្លាប់គាត់ចោលដែរពេលនេះគាត់និងអេឡាគឺដូចជាកណ្ដូបចងលើខ្សែតែមួយគាត់សន្យាថានឹងជួយនាងសងសឹកប៉ុន្តែក្រោយពេលឮការពិតអេឡាខឹងសម្បាយ៉ាងខ្លាំងដោយសារតែក្មេងស្រីម្នាក់នេះមិនព្រមសហការគាត់ក៏គិតថាមិនចាំបាច់ទុកជីវិតនាងទៀតឡើយប៉ុន្តែហានមិននឹកស្មានសោះថាក្មេងស្រីម្នាក់នេះពិបាកដោះសារដល់ថ្នាក់នេះគាត់បានដេញតាមនាងពីយប់រហូតដល់ភ្លឺអស់មួយយប់ពេញគ្មានឈប់ទោះជាយ៉ាងណាអេឡានៅតែគេចមិនផុតពីគាត់រហូតដល់ឮសំឡេងស្រែកយ៉ាងឈឺចាប់របស់ហានទើបអេឡាដឹងថានាងមានសុវត្ថិភាពហើយប៉ុន្តែគ្រោះថ្នាក់នៅមិនទាន់ចប់ទេមានតែចាក់ចេញពីកោះនេះឲ្យផុតទើបនាងមានផ្លូវរស់ទូកកៅស៊ូបានអណ្ដែតលើសមុទ្រអស់ជាច្រើនថ្ងៃអាហារក៏អស់រលីងនៅសល់តែកំពង់ចុងក្រោយមួយគត់ពេលដែលនាងចិត្តអស់ជាតិទឹកនិងអស់សង្ឃឹមស្រាប់តែមានសំឡេងម៉ាស៊ីនកប៉ាល់ធំមួយបានលើឡើងពីចម្ងាយលើផ្ទៃសមុទ្រអេឡាមិនបង្អង់យូរបានដកកំភ្លើងសញ្ញាបានឡើងលើមេឃពលឺសញ្ញាភ្លឺចាំងកាត់ផ្ទៃសមុទ្រហើយបានទាក់ទាញកប៉ាល់នោះឲ្យមកដល់ដោយជោគជ័យឆ្លងកាត់ការស្លាប់រស់ទីបំផុតនាងត្រូវបាននិយាយជួយសង្គ្រោះឡើងលើកប៉ាល់នាងគិតថាសុខអាក្រក់បានបញ្ចប់ហើយនាងអាចរួចផុតពីសេចក្តីស្លាប់ហើយប៉ុន្តែអេឡាបានចាប់អារម្មណ៍ឃើញភាពមិនប្រក្រតីភ្នែករបស់មនុស្សក្រុមនេះមើលមកយ៉ាងកាចសាហាវគ្មានភាពតាក់ដូចជានាវាធម្មតាឡើយអ្វីដែលធ្វើឲ្យនាងកាន់តែតកស្លុតនោះគឺមេកប៉ាល់ដែលពួកគេនិយាយដល់ជាញឹកញាប់ត្រូវគ្នាបែបបិទនឹងមេកប៉ាល់វិសាចដែលហានធ្លាប់រៀបរាប់គុំនិតរាប់មិនអស់បានហោះចូលខួរក្បាលនាងបានរត់ចូលរួមខ្លាដោយខ្លួនឯងប្រគល់ខ្លួនឲ្យវិសាចដល់មាត់ទ្វារដើម្បីផ្ទៀងផ្ទាត់ការសង្ស័យនិងស្វែងរកឱកាសវាបនាងក៏នឹកឃើញកលល្បិចមួយដោយតែងមុខយ៉ាងស្រស់ស្អាតនាងចាំបានថាហានធ្លាប់ប្រាប់ថាមេកប៉ាល់វិសាចនោះចូលចិត្តក្មេងស្រីក្មេងៗស្អាតបំផុតពិតមែនហើយពេលនាងដើរចេញពីបន្ទប់មេកប៉ាល់ក៏សម្លឹងមើលនាងមិនដាស់ភ្នែកមេកប៉ាល់មិនដឹងសោះថាក្មេងស្រីដែលមើលទៅស្លូតបួតនៅចំពោះមុខក្នុងចិត្តពោពេញដោយគំនុំសម្លាប់អេឡាបានធ្វើពុតជាបោះបង់ការតស៊ូមេកប៉ាល់ដែលលងនឹងសម្រស់ក៏ធ្លាក់ចូលក្នុងអន្ទាក់បាត់បង់ការប្រុងប្រយ័ត្នទាំងស្រុងហើយក្រវីដៃដេញកូនចៅទាំងអស់ចេញទៅនេះជាការជីកភ្នូឲ្យខ្លួនឯងពិតអេឡាបានធ្វើពុតជាសម្រាប់តាមដោយស្ងប់ស្ងាត់ឆ្លៀតពេលដែលវាមិនប្រយ័ត្ននាងបានទាញសោលីមុងប្រដាប់មូលចៅយ៉ាងស្ងប់ស្ងៀមដើរចូលទៅជិតវាទាំងកំហឹងរួចវាក្បាលមេកប៉ាល់ដួលកាប់មុខស្លាប់នៅនឹងកន្លែងតែម្ដងសំឡេងវាយតបគ្នាយ៉ាងខ្លាំងបានផ្អើលដល់ពួកចៅដែលយីមនៅខាងក្រៅទ្វារអេឡាមិនហ៊ាននៅយូរក៏ប្រញាប់រត់គេចខ្លួនចូលទៅក្នុងបន្ទប់ភ្លើងអគ្គិសនីនៃកប៉ាល់ពួកចៅស្រែកពីខាងក្រៅថានៅស្ងៀមត្រង់នោះអញដឹងថាឯងនៅណា
ប៉ុន្តែដោយសារភាពស្ងប់ស្ងាត់និងភាពរហ័សរហួនញៀនបានកំចាត់ចោលម្នាក់ទៀតយ៉ាងស្អាតការវាបកជាបន្តបន្ទាប់បានធ្វើឲ្យអេឡាបាត់បង់ភាពភ័យខ្លាចយ៉ាងស្រុងមកដល់ដំណាក់កាលនេះហើយបើមិនតស៊ូក៏គង់តែស្លាប់ដូច្នេះមានតែប្រទ្វីមួយក្តារចុងក្រោយទោះបីនៅសល់សង្ឃឹមតែបន្តិចក៏នាងត្រូវតែសងសឹកឲ្យខ្លួនឯងនិងម្ដាយដែលស្លាប់យ៉ាងអយុត្តិធម៌ដែរនាងរើសកំភឿងដែលចោលធ្លាក់ដើររកសមាជិកចៅចុងក្រោយនៅលើកប៉ាល់ប៉ុន្តែកម្លាំងរវាងប្រុសនិងស្រីខុសគ្នាឆ្ងាយណាស់ ប្រយុទ្ធគ្នាបានពី3ក្បាច់អេឡាចាប់ដើមទប់ទល់លេងរួចត្រូវបានគេសង្កត់ជាប់នឹងកម្រាលកប៉ាល់កម្រាលមិនរួចជីវិតស្ថិតលើខ្សែបន្តស្ទើង នៅក្នុងវិនាទីស្លាប់រស់នេះសភាពអកតេរស់រានមានជីវិតក្នុងខ្លួននាងបានទទួលឡើងនាងបានលើកជើងធាក់វាចេញយ៉ាងខ្លាំងពីបំផុតពួកចោរកំណត់ទាំងអស់លើកប៉ាល់ត្រូវបាននាងកំចាត់គ្មានសល់សម្បីតែម្នាក់ក្រោយពីជួបភ្លៀងបានកន្លងផុតអេឡាបានរុញបើកទ្វារសម្ងាត់មួយនៅបាតកប៉ាល់ទិដ្ឋភាពនៅចំពោះមុខបានធ្វើឲ្យនាងព្រឺក្បាលរស់នៅក្នុងនោះមានក្មេងស្រីរាប់សិបនាក់ត្រូវបានឃុំឃាំងយ៉ាងជឿជាក់ណែនការពិតត្រូវបានលាតត្រដាងទាំងស្រុងមនុស្សក្រុមនេះមិនមែនជានាវាអ្វីឡើយតែជាក្រុមឧក្រិដ្ឋជនជួញដូរមនុស្សតាមសមុទ្រដែលរស់នៅដោយការចាប់ចម្រិតនិងលូកក្មេងស្រីក្មេងៗធ្វើរឿងថោកទាបបំផុតគ្មានអ្នកណាស្មានដល់ទេថាក្មេងស្រីដែលមើលទៅទុនខ្សោយនិងឆ្លងកាត់ការលំបាកនេះអាចប្រើកម្លាំងខ្លួនឯងម្នាក់ឯងមិនត្រឹមតែការពារជីវិតខ្លួនឯងបាននោះទេថែមទាំងបានសង្គ្រោះក្មេងស្រីស្លូតត្រង់ពេញមួយកប៉ាល់និងបញ្ចប់អំពើបាបដ៏ធំធេងនេះដោយដៃរបស់នាងផ្ទាល់